បាទមកខ្ញុំម្នាក់គាត់ផ្លាស់ប្ដូរជាមួយនឹង PC របស់គាត់ពីរបៀបនេះមករបៀបនេះឃើញលយទេបាទជាមួយនឹងការផ្លាស់ប្ដូររបស់គាត់គឺគាត់យកជាមួយនឹងអេក្រង់ប្រភេទTRYX ជាមួយនឹង Panorama SE 360 RGB ព្រោះនេះ screen curve ហ្នឹងហើយកោងហើយបើយើងដាក់ anime បែប 3D ទៀតមកគឺកាន់តែអែមខ្ញុំសុំធ្វើការហែកជូនគាត់មុនតែម្ដងបាទ screen ស្អាតមែនតើហើយជាមួយនឹង case គឺគាត់ប្រើប្រភេទ Lenly ព្រោះនេះ O11 compact ហ្នឹងហើយជាមួយនឹងខ្សែ streamer Lenly ផងដែរពីសរសៃជាមួយនឹងគាត់ផ្លាស់ប្ដូរជាមួយនឹងជើងvertical GPU មួយទៀតបាទដែលគាត់ mount នេះគាត់អាចដាក់ត្រង់ក៏បានដាក់បញ្ឈរក៏បានដាក់ផ្ដេកប្រឆិតចេះក៏បានដែរហើយជាមួយនឹង screen បាទ screen ក៏ប្រភេទរបស់ Lenly ដូចគ្នាមាន RGB ទៀតហ្នឹងហើយ screen នេះយើងអាចដូរយើងអាច custom យើងអាចមើលសកម្មភាពបាទរបាយការណ៍ព័ត៌មានពីម៉ាស៊ីនរបស់យើងហើយជាមួយនឹង fan Lenly គឺដាក់មកជុំ case តែម្ដងបាទពេញសាច់តែម្ដងស្អាតមែនតើបាទអញ្ចឹងសម្រាប់មួយដែលចង់ custom ឬក៏ចង់បាទកែប្រែពីរូបរាងសាមញ្ញទៅជារូបរាង high end បាទនេះ